រុស្ស៊ីបានគម្រាមនៃការវាយប្រហារទៅកាន់ប្រទេសអាល្លឺម៉ង់ប្រសិនបើអ៊ុយក្រែនពិតជាយកមីស៊ីលតូរុសដែលផ្ដល់ឲ្យដោយទីក្រុងបែកឡាងទៅបាញ់ចូលទឹកដីរបស់ខ្លួនមែននោះតាមសេចក្តីរាយការណ៍របស់ RT ការគម្រាមកំហែងចេញអំពីមាត់លោកអាន់ដ្រីកាតាប៉ូឡូសដែលជាប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ីនៅក្នុងបទសម្ភាសន៍ជាមួយនឹងគេហទំព័រមួយកាលពីថ្ងៃប្រហ័សទី29ខែឧសភាឆ្នាំ2025កន្លងទៅនេះលោកក៏បាននិយាយថាយើងត្រៀមគ្រប់យ៉ាងរួចអស់ហើយប្រសិនបើអាល្លឺម៉ង់ហ៊ានបញ្ជូនមីស៊ីលនេះទៅឲ្យអ៊ុយក្រែនមែននោះអ៊ុយក្រែនមិនចេះប្រើមីស៊ីលនេះទេលុះត្រាតែមានអាល្លឺម៉ង់មកជួយធ្វើប្រតិបត្តិការដូច្នេះមានន័យថាទីក្រុងបែកឡាំងនឹងក្លាយទៅជាភាគីចូលដៃដោយផ្ទាល់នៅក្នុងសង្គ្រាមនេះហើយយើងត្រៀមខ្លួនដើម្បីស្ទាក់ចាប់មីស៊ីលតូរុសវាយប្រហារកន្លែងបាញ់បង្ហោះអ្នកបញ្ជាបាញ់ហើយបើចាំបាច់យើងនឹងវាយប្រហារប្រទេសដែលបញ្ជូនមីស៊ីលនេះតែម្ដងទន្ទឹមនឹងការប្រកាសបើកដៃឲ្យអ៊ុយក្រែនអាចយកអាវុធអង្គការ NATO វាយប្រហារចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ីនោះអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ក៏បង្ហើបអំពីការជួយមីស៊ីលតូរុសឲ្យទៅទីក្រុងគៀវផងដែរក៏ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថាទ័ពអ៊ុយក្រែនត្រូវការពេលច្រើនខែទៀតដើម្បីរៀនបាញ់មីស៊ីលប្រភេទថ្មីនេះគួរបញ្ជាក់ផងដែរថាតូរុសគឺជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលបាញ់ពីអាកាសដែលបង្កើតឡើងដោយក្រុមហ៊ុន Taurus System GmbH មីស៊ីលប្រភេទនេះត្រូវបានរចនាឡើងដោយផ្ដោតសំខាន់សម្រាប់ការវាយប្រហារច្បាស់ប្រឆាំងទៅនឹងគោលដៅចូលជ្រៅទៅក្នុងទឹកដីនៃសត្រូវវាមានប្រវែង5កណ្ដោះសញ្ញា1ម៉ែត្រនិងប្រវែងស្លាប2កណ្ដោះសញ្ញា1ម៉ែត្រទម្ងន់1400គីឡូក្រាមអាចបំពាក់ក្បាលគ្រាប់បំផ្ទុះ2ដំណាក់កាលហើយវាមានទម្ងន់ដល់ទៅ480គីឡូក្រាមតូរុសនេះគឺអាចហោះហើរបានចន្លោះពី500ទៅ600គីឡូម៉ែត្រហើយចំពោះតម្លៃរបស់វាវិញមានតម្លៃរហូតដល់ជាង$1លានសហរដ្ឋអាមេរិកសូមបញ្ជាក់ផងដែរថាអាល្លឺម៉ង់បានចាប់ផ្ដើមចេញមុខចេញមាត់យ៉ាងខ្លាំងជួយទៅដល់អ៊ុយក្រែននៅក្នុងការប្រយុទ្ធជាមួយនឹងរុស្ស៊ីតាមរយៈនៃការផ្ដល់ជំនួយយោធាជាពិសេសចុងក្រោយបំផុតនេះគឺឈានទៅដល់ការបើកដៃឲ្យទីក្រុងគៀវប្រើនៅអាវុធលោកខាងលិចបាញ់ចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ីផងដែរមិនត្រឹមតែប៉ុណ្ណោះជាមួយនឹងការផ្ដល់នៅមីស៊ីលរយៈចម្ងាយឆ្ងាយឈ្មោះតូរុសទៅឲ្យទីក្រុងគៀវអាល្លឺម៉ង់កំពុងតែបញ្ឆេះកំហឹងរុស្ស៊ីធ្វើឲ្យទីក្រុងមូស្គូមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់អ្នកវិភាគអន្តរជាតិចេញមុខព្រមានថាការលូកដៃកាន់តែជ្រៅរបស់ទីក្រុងបែកឡាំងអាចនឹងបង្កើតនៅភ្លើងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនឲ្យកាន់តែឆេះសន្ធោសន្ធៅនឹងឈានទៅដល់ផ្ទុះសង្គ្រាមលោកលើកទី3ថែមទៀតផងអ្នកវិភាគភូមិសាស្ត្រនយោបាយនិងសន្តិសុខបូលីវីគឺលោក Josh Hugo បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃប្រហ័សទី29ខែឧសភាឆ្នាំ2025ថាការសម្រេចចិត្តរបស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz នឹងផ្គត់ផ្គង់មីស៊ីលតូរុសទៅឲ្យទីក្រុងគៀវនិងពង្រីកនៅចំនួនរុស្ស៊ីអ៊ុយក្រែនរីករាលដាលពេញទ្វីបអឺរ៉ុបទាំងមូលឈានទៅដល់ការបញ្ឆេះឲ្យមានសង្គ្រាមជាថ្មីថែមទៀតលោក Hugo Modis និយាយថាការអនុញ្ញាតឲ្យអធិការបតីអាល្លឺម៉ង់ឲ្យអ៊ុយក្រែនវាយចូលទៅកាន់ទឹកដីរុស្ស៊ីគឺជាការជ្រៀតជ្រែករបស់អាល្លឺម៉ង់ដោយប្រយោលពីទស្សនវិស័យយោធានិងការជ្រៀតជ្រែកដោយផ្ទាល់ពីទស្សននយោបាយដែលមានគោលបំណងពង្រីកចំនួនឲ្យរីករាលដាលទៅដល់ទ្វីបហើយវាច្បាស់ណាស់ថាជាហានិភ័យដ៏ធំមិនត្រឹមតែសម្រាប់អឺរ៉ុបឬក៏អាស៊ីប៉ុណ្ណោះនោះទេថែមទាំងពិភពលោកទាំងមូលនោះផងដែរទំនឹងគ្នានោះដែរពាក់ព័ន្ធទៅនឹងមីស៊ីលតូរុសនេះរុស្ស៊ីក៏បានប្រមានរួចហើយថាប្រសិនបើអ៊ុយក្រែនពិតជាយកមីស៊ីលដែលផ្ដល់ឲ្យដោយទីក្រុងបែកឡាំងប្រភេទនេះទៅបាញ់ចូលទឹកដីរបស់ខ្លួនមែនទីក្រុងមូស្គូក៏ប្រហែលជានឹងវាយប្រហារប្រទេសអាល្លឺម៉ង់ផងដែរតាមការគម្រាមចេញពីមាត់របស់លោកអាន់ដ្រីដែលជាប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរបស់រុស្ស៊ីនៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានកាលពីថ្ងៃទី29ខែឧសភាកន្លងទៅនេះលោកនិយាយថាយើងត្រៀមគ្រប់យ៉ាងរួចអស់ហើយប្រសិនបើអាល្លឺម៉ង់ហ៊ានបញ្ជូនមីស៊ីលនេះទៅឲ្យអ៊ុយក្រែនមែននោះប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថ្លែងថាតើតែបាត់រូបលោក Vladimir Putin ទើបអ៊ុយក្រែនមានសន្តិភាពរឹងមាំនិងគ្មានការឈ្លានពាននេះបញ្យងតាមការចុះផ្សាយដោយសារព័ត៌មាន RBC អ៊ុយក្រែនកាលពីថ្ងៃទី29ឧសភានេះប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានធ្វើការកត់សម្គាល់ដូចនេះនៅពេលដែលលោកមើលឃើញថាมันមានសញ្ញាណាមួយដែលថាលោកពូទីនចង់បិទបញ្ចប់សង្គ្រាមរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែននោះទេនៅខណៈដែលលោកពូទីននៅតែបន្ថែមការទាមទារលក្ខខណ្ឌរបស់ខ្លួនថែមទៀតដាក់ទៅលើអ៊ុយក្រែននិងសម្ព័ន្ធភាពរបស់អ៊ុយក្រែនលោកពូទីនបានថ្លែងថាគាត់មិនធ្វើដំណើរទៅចរចា
ទៅតាមសំណើរបស់លោក Volodymyr Zelensky ដែលចង់ឲ្យមានការចរចាត្រីភាគីរវាងលោក Zelensky និងលោក Donald Trump នោះទេលោកថាវាគ្មានដល់ពេលដែលត្រូវមេដឹកនាំកម្ពុជានៃប្រទេសអ៊ុយក្រែននិងរុស្ស៊ីត្រូវជួបចរចាគ្នានោះទេវាត្រឹមតែការចរចាតែគណៈប្រតិភូតែប៉ុណ្ណោះរវាងប្រទេសទាំងពីរបន្ថែមលើនេះលោក Vladimir Putin បានទាមទារថាយុទ្ធសន្តិភាពនៅក្នុងអនុសារណៈនោះវាត្រូវតែបញ្ជាក់ពីមូលហេតុនៃការផ្ទុះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនវាត្រូវតែបង្ហាញថាក្រុម NATO មិនត្រូវជ្រៀតជ្រែកធ្វើអធិបតេយ្យភាពពង្រីកអធិបតេយ្យភាពរបស់ខ្លួនធ្លាយមកដល់អឺរ៉ុបខាងកើតនោះទេគឺក្រុម NATO មិនត្រូវពង្រីកសមាជិករបស់ខ្លួនថែមទៀតនោះទេហើយគ្មានទេអ៊ុយក្រែនជាសមាជិករបស់ NATO ហើយអ៊ុយក្រែនត្រូវតែជាប្រទេសមិនចូលបកសម្ព័ន្ធណាទាំងអស់គឺអព្យាក្រឹតកម្រិតកងទ័ពរបស់អ៊ុយក្រែនក៏ត្រូវតែត្រួតពិនិត្យនិងថាមិនឲ្យពង្រីកកងទ័ពរបស់ខ្លួននោះទេអ៊ុយក្រែនគ្មានទេកម្លាំងយោធាដ៏ខ្លាំងនៅលើទឹកដីរបស់ខ្លួននេះលោក Volodymyr Zelensky បញ្ជាក់ថាបើអឺរ៉ុបនៅតែខ្វះភាពខ្លាំងទៅលើរុស្ស៊ីនៅតែបណ្ដោយឲ្យរុស្ស៊ីទិញពេលវេលាដើម្បីបន្តសង្គ្រាមឈ្លានពានរបស់អ៊ុយក្រែននោះគឺរុស្ស៊ីនៅតែមិនញញើតក្នុងការបង្កសង្គ្រាមនៅអ៊ុយក្រែននិងគ្មានញញើតក្នុងការធ្វើឲ្យសង្គ្រាមផ្ទុះទៅដល់អឺរ៉ុបនោះទេលោក Volodymyr Zelensky ថ្លែងថាពួកបច្ចេកប្រទេសត្រូវតែអស់ឲ្យបានប្រទេសចិននិងប្រទេសសម្ព័ន្ធភាពរបស់រុស្ស៊ីដើម្បីឲ្យប្រទេសទាំងនោះចូលរួមដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូលោកមើលឃើញថាសន្តិភាពរឹងមាំមួយកើតមានបានលុះត្រាតែនៅទីក្រុងមូស្គូនៅវាមានកម្លាំងគឺគ្មានទេលោក Vladimir Putin គឺត្រូវតែបញ្ចប់របបរបស់លោក Putin គឺគ្មានទេបរិបខ្លាំងរូបនេះនៅទីក្រុងមូស្គូនោះលោកថាបើគ្មានរូបលោក Putin នៅទីក្រុងមូស្គូនៅវាមានកម្លាំងគឺសន្តិភាពច្បាស់នឹងកើតមានសម្រាប់អ៊ុយក្រែនហើយសន្តិភាពរឹងមាំទៀតផងហើយអឺរ៉ុបក៏គ្មានរងការគំរាមកំហែងទៀតផងបើគ្មាន Putin ទេសន្តិភាពកើតមានភ្លាមការចរចានឹងត្រូវគ្នាភ្លាមគឺមានន័យថាប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងជាផ្លូវការជាមួយគ្នាបញ្ចប់សង្គ្រាមអ្នកសង្កេតការណ៍មើលឃើញថាលោក Volodymyr Zelensky ដែលនិយាយថាសន្តិភាពសម្រាប់អ៊ុយក្រែនកើតមានបានរឹងមាំវាកើតឡើងបានលុះត្រាតែលោក Putin មិនមានវត្តមាននៅវាមានកម្លាំងទៀតនោះទេគឺរូបរបស់លោក Putin ត្រូវតែបាត់ពីទីក្រុងមូស្គូអ្នកសង្កេតការណ៍មើលឃើញថាលោក Volodymyr Zelensky ចង់និយាយថាបើរុស្ស៊ីគ្មានវត្តមានរបស់ Putin ទៀតនោះគឺមេរណមចំណន់ក្រោយរបស់រុស្ស៊ីគេមិនប្រព្រឹត្តនៅឧក្រិដ្ឋកម្មសង្គ្រាមទៅលើជាតិសាសន៍នៃប្រទេសអ៊ុយក្រែននោះទេពួកគេនឹងមិនមានមហិច្ឆតាដោយលោក Putin ដែលចង់បានទឹកដីអ៊ុយក្រែនឈ្លានពានប្រទេសអ៊ុយក្រែននោះទេការដែលលោក Volodymyr Zelensky ថ្លែងដូចនេះក៏ស្របពេលដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសទាត់ចោលគំនិតផ្ដួចផ្ដើមរបស់លោក Volodymyr Zelensky ដែលសូមឲ្យមានកិច្ចចរចាត្រីភាគីរវាងរូបលោកនិងលោក Volodymyr Zelensky បូកនឹងលោក Donald Trump ដែលលោក Putin ចាត់ទុកថាគំនិតផ្ដួចផ្ដើមនេះវាមិនបង្ហាញអំពីការស្វែងរកឬគល់ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននោះទេតែជាមួយគ្នានេះប្រធានាធិបតីទូគី Recep Erdogan ដែលកំពុងតែតាំងចិត្តថាខ្លួនគេនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី2ជាថ្មីម្ដងទៀតរវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនោះលោកប្រធានាធិបតីទូគី Recep Erdogan សម្ដែងសោទិដ្ឋិនិយមថាការចរចាសន្តិភាពក្រោយនេះវានឹងនាំមកនូវលទ្ធផលជាវិជ្ជមានហើយវានឹងឆ្ពោះទៅរកសន្តិភាពជាមួយនឹងភាគីទាំងពីរយល់ព្រមឲ្យមានអនុសារណៈសន្តិភាពជាមួយគ្នាដោយលក្ខខណ្ឌមានទៅមានមកហើយចូលលើគោលការណ៍តុល្យភាពនឹងគ្នាប្រធានាធិបតីទូគីរូបនេះបានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកបានតាក់ទងរួចហើយទៅកាន់ភាគីទាំងពីរគឺរុស្ស៊ីនិងអ៊ុយក្រែនដើម្បីឲ្យភាគីទាំងពីរបញ្ជូនគណៈប្រតិភូទៅកាន់តុចរចាជាថ្មីម្ដងទៀតលោកសង្ឃឹមថាដំណោះស្រាយការទូតត្រូវតែមានដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនតែសូមជម្រាបថាការចរចាការពីលើកទី1រុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទូគីកាលពីថ្ងៃទី16ឧសភានោះគឺវាមិនបានប្រព្រឹត្តទៅដោយមានលទ្ធផលជាដំកំភួនអ្វីនោះទេបានត្រឹមតែការសន្យាដោះដូរអ្នកឆ្លើយសឹកជាមួយគ្នាតែប៉ុណ្ណោះជំនួបនោះបរាជ័យព្រាមនៅពេលដែលរុស្ស៊ីទាមទារឲ្យអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់ហើយដកទ័ពចេញពីសមរភូមិជួរមុខប្រគល់ទឹកដីទាំងឡាយណាដែលរុស្ស៊ីវាកាន់កាប់បានជាទឹកដីរបស់រុស្ស៊ីភាគីរបស់អ៊ុយក្រែនទាត់ចោលហើយវាយចំអកវិញថាអ៊ុយក្រែនមិនទាន់អស់សមត្ថភាពប្រយុទ្ធនឹងអ្នកឈ្លានពាននោះទេគឺមិនត្រូវពលពាក្យគម្រាមកំហែងអ៊ុយក្រែនឲ្យចុះចាញ់សង្គ្រាមនោះទីអ៊ុយក្រែនមិនអាចទទួលយកបានដាច់ខាតអ្នកសង្កេតការមើលឃើញថាបើការចរចាលើកក្រោយនេះជួបរឿងបរាជ័យទៀតវាកាន់តែធ្ងន់ធ្ងរហើយសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន
ពួកប្រចាំប្រទេសកំពុងតែដឹងខ្លួនថាតើត្រូវត្រៀមលក្ខណៈអ្វីខ្លះដើម្បីប្រឈមមុខនឹងដំណាក់កាលចុងក្រោយប្រសិនបើរុស្ស៊ីអាចវាយបំបែកខ្សែការពារជួរមុខរបស់កងទ័ពអ៊ុយក្រែនគឺវាដល់ពេលហើយដែលអឺរ៉ុបត្រូវតែត្រៀមលក្ខណៈដើម្បីសង្គ្រាមរបស់ខ្លួនជាមួយនឹងរុស្ស៊ីឥឡូវនេះអឺរ៉ុបបានបន្ថែមទណ្ឌកម្មកាន់តែធ្ងន់ធ្ងរថែមទៀតនៅកញ្ចប់ទី17របស់ខ្លួនក្នុងការដាក់ទណ្ឌកម្មទៅលើឧស្សាហកម្មប្រេងនិងឧស្ម័នរបស់រុស្ស៊ីដែលជាចំណូលដុលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនិងកងទ័ពរបស់រុស្ស៊ីនិយាយពីលោក Volodymyr Zelensky ដែលមិនចង់ឃើញមុខលោក Putin នៅវិមានកម្លាំងនោះតំណងលោក Volodymyr Zelensky ចង់និយាយថានៅទីក្រុងមូស្គូត្រូវតែនាំគ្នាបញ្ចប់លោក Putin ទៅគឺមិនត្រូវអនុញ្ញាតឲ្យបរិបទខ្លាំងនេះបន្តកាន់អំណាចនៅទីក្រុងមូស្គូបានទៀតនោះទេលោក Volodymyr Zelensky បានថ្លែងដូចនេះក៏ស្របពេលដែលលោក Putin ក៏មិនចង់ឃើញលោក Volodymyr Zelensky បន្តកាន់អំណាចរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែនទៀតនោះទេលោក Putin តែងតែទាមទារថាអ៊ុយក្រែនមិននៅពេលនេះมันមានមេដឹកនាំស័ក្តិសមតំណាងឲ្យអធិបតេយ្យភាពរបស់អ៊ុយក្រែននោះទេព្រោះលោក Volodymyr Zelensky មិនបានឆ្លងកាត់ចេញពីការបោះឆ្នោតជាថ្មីម្ដងទៀតនោះទេដែលលោកធ្វើឲ្យអាណត្តិរបស់លោកអស់ផុតកាលពីពាក់កណ្ដាលខែមេសាឆ្នាំ2024នេះលោក Putin កំពុងតែដាក់សម្ពាធឲ្យលោក Zelensky ចុះចេញពីតំណែងតែលោក Zelensky ថ្លែងថាគ្មានទេការចុះចេញពីតំណែងរបស់លោកអាចចុះចេញពីតំណែងភ្លាមបានលុះត្រាតែអ៊ុយក្រែនមានសន្តិភាពរឹងមាំជាមួយនឹងរុស្ស៊ីដកទ័ពត្រឡប់ចេញពីទឹកដីអ៊ុយក្រែនវិញលោកអ៊ុយក្រែននៅពេលនេះកំពុងតែបន្តវិយុទ្ធយ៉ាងលំបាកបំផុតជាមួយនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ីប៉ុន្តែជារឿយៗអ៊ុយក្រែនមិនឃើញត្រូវបានរុស្ស៊ីវាយបាក់ទ័ពម្ដងណាទេចាប់តាំងពីអ៊ុយក្រែនវាយឲ្យកងទ័ពរុស្ស៊ីបាក់ទ័ពកាលពីចុងឆ្នាំ2023ដោយរុស្ស៊ីរត់ចោលទីតាំងឈរជើងរបស់ខ្លួននៅភាគឦសានប្រទេសនៅតំបន់ Kharkiv រត់ចោលទីតាំងឈរជើងរបស់ខ្លួននៅភាគខាងត្បូងប្រទេសនៅតំបន់ Zaporizhzhia និងតំបន់ Kherson លោក Volodymyr Zelensky បានថ្លែងថាយុទ្ធសន្តិភាពនិងកិច្ចព្រមព្រៀងព្រំដែនអាចកំណត់បានឡើងវិញដោយផ្អែកលើព្រំដែនឆ្នាំ1991លុះត្រាតែមានរំនាំចំនួនថ្មីមិនមែនលោក Vladimir Putin ច្បាស់ណាស់ថាព្រំដែនសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដូចឆ្នាំ1991ដែលក្នុងនោះរាប់ទាំងជ្រុយអវទូគ្រីមៀដែលស្ថិតនៅក្នុងដែនដីរបស់អ៊ុយក្រែនដដែលនោះទីលោក Volodymyr Zelensky ដែលថ្លែងថាលោកមិនចង់ឃើញលោក Putin នៅក្នុងមានកម្លាំងទៀតនោះមានន័យថាលោក Zelensky ចង់ឃើញលោក Putin បាត់រូបភាពចេញពីប្រទេសរុស្ស៊ីឬក៏យ៉ាងណានោះ